ជំរាបសួររុនសុស្ដីបងប្អូនឥឡូវនេះយើងដល់ពេលវេលាដែលត្រូវលាងសម្អាតនិងបាចចំណីឲ្យកង្កែបរបស់យើងស៊ីទៀតហើយយើងតាមដានមើលតើកង្កែបវាមានការវិវត្តយ៉ាងណាដែរមានជំងឺឬក៏មានបញ្ហាអីដែរអញ្ចឹងយើងមកមើលទាំងអស់គ្នាអញ្ចឹងកង្កែបមកដល់ថ្ងៃនេះគឺកង្កែបរបស់យើងគឺមានសុខភាពល្អទាំងអស់បងប្អូនអត់អីទេណាបាទអញ្ចឹងកង្កែបជាធម្មតាវាមានជំងឺរបស់វាគឺជំងឺរលាកស្បែកភាគច្រើនណាបាទគឺជំងឺនឹងឯងរលាកស្បែកឬក៏ដំបៅហ្នឹងអញ្ចឹងវាកាលណាវាមានដំបៅឬក៏រលាកស្បែកហ្នឹងកង្កែបវាបើយើងអត់ព្យាបាលវាទេវាអាចងាប់បងប្អូនបាទអញ្ចឹងវាយូរទៅវាងាប់អញ្ចឹងវិធីព្យាបាលគឺយើងមានថ្នាំរបស់គេបាទយើងទៅទីផ្សារទៅសួរគេទៅថ្នាំរលាកស្បែកកៅគេប្រាប់អញ្ចឹងជំងឺវាគឺមានប៉ុណ្ណឹងហើយបើយើងនិយាយពីថ្នាំខ្មែរយើងគឺសបកជាដីអំបិលហ្នឹងបងប្អូនបាទអាណាតបៅអាណាឡេះលួយយកវាមកត្រាំទឹកអំបិលសបកជាដីហ្នឹងមួយថ្ងៃពីរថ្ងៃទៅអញ្ចឹងដើម្បីឲ្យជួយកាត់បន្ថយការព្យាបាលរបស់វាបាទអាហ្នឹងគឺការព្យាបាលជំងឺរបស់វាហើយវាមានពាក់ព័ន្ធនឹងសុខភាពវាខាងក្នុងដែរដូចជាជំងឺថ្លើមក្រិនថ្លើមក្រិនអីណាអញ្ចឹងវាធ្វើឲ្យកង្កែបហ្នឹងវាមានសុខភាពអត់សូវលូតលាស់លឿនទេបាទលូតលាស់អត់សូវល្អទេដើម្បីឲ្យកង្កែបយើងលូតលាស់ល្អយើងត្រូវបន្ថែមណាវីតាមីនដើម្បីកុំឲ្យកង្កែបរបស់យើងហ្នឹងវាខាំគ្នាវាដាច់រលាត់ស្បែកអញ្ចឹងតែសំខាន់គឺកង្កែបនៅទូចទេបាទតាកង្កែបធំទៅហើយយើងអស់បារម្ភច្រើនហើយព្រោះអាហ្នឹងហានិភ័យនៅសល់ 0.01% ណាបាទអញ្ចឹងវាមានតិចតួចបំផុតអាណាដល់វាបាត់ប៉ុណ្ណេះហើយបាទនេះតាកន្លះខែទៀតអាចលក់បានហើយបងប្អូនអាចយកសាច់បានពីព្រោះវាធំហើយចិត្តអាសាធ្វើវីដេអូបង្ហាញដល់បងប្អូនយើងទាំងអស់គ្នាដើម្បីបានទៅជាគំនិតដើម្បីបានទៅជាប្រយោជន៍ក្នុងការស្វែងរកគំនិតថាតើគួរធ្វើអីដែលយើងអាចផលិតណាផលិតចំណូលបានក្រៅទៅពីការងារផ្សេងទៀតពីព្រោះកង្កែបនេះបើយើងចិញ្ចឹមលក្ខណៈគ្រួសារយើងមិនអាចប្រមូលផលបានរាល់ថ្ងៃបានទេតែបើយើងជាលក្ខណៈកសិដ្ឋានយើងអាចវិលជុំបានណាយើងអាចចិញ្ចឹមរកចំណូលប្រចាំវិលជុំបានតែបើគ្រាន់តែចិញ្ចឹមជាលក្ខណៈកម្សាន្តផងជាលក្ខណៈគ្រួសារផងជាលក្ខណៈអបសុខផងគ្រាន់បាចចំណីឲ្យវាផងអីផងអញ្ចឹងយើងបាទយើងមិនអាចវិលជុំបានទេតែបើយើងចិញ្ចឹមតិចតួចគ្រាន់អាចចិញ្ចឹមឆ្នាំងណាចិញ្ចឹមឆ្នាំងបាយរបស់យើងចែកចាយណាអ្នកស្រុកអ្នកភូមិសហគមន៍ជុំវិញយើងធ្វើឲ្យយើងនឹងមិនសូវជាខ្វះអាហារមិនសូវជាខ្វះចំណូលប្រចាំថ្ងៃទេយើងអាចដោះដូរបានខ្លះសម្រាប់ចំណូលប្រចាំថ្ងៃរបស់យើងណាសម្រាប់ចំណូលប្រចាំថ្ងៃរបស់យើងសួរថាចុះបើយើងអត់ធ្វើដោះអីបានហ៎អត់ទេបើអត់ធ្វើអត់ណាអត់ធ្វើគឺអត់តើណាអត់ធ្វើគឺអត់ធ្វើគឺបានលុយយ៉ាងហ្នឹងមានន័យចឹងហើយអត់ធ្វើគឺអត់ធ្វើគឺបានលុយធ្វើគឺមានជីវភាពល្អប្រសើរណាមានប្រភពចំណូលល្អជួយជំនួយដល់ក្នុងគ្រួសារអត់ពិបាកទេស្រីក៏ធ្វើបានអានេះអត់មានអីត្រូវពិបាកតែការងារនេះគឺងាយស្រួលបំផុតហើយវាគ្រាន់តែបហូរទឹកបាច់បហូរទឹកចោលមួយថ្ងៃម្ដងឬក៏ពីរដងអាស្រ័យលើយើងមានពេលវេលាហើយឲ្យចំណីស៊ីមួយថ្ងៃ2 ដងទៅ3 ដងបើវានៅតូចហើយបើវានៅតូចទៅយកមកចិញ្ចឹមឲ្យស៊ី4 ដងណា4 ដងក្នុងមួយថ្ងៃតែបើយើងធំហើយយើងឲ្យស៊ីតែ3 ដងឬក៏2 ដងបានគ្រប់គ្រាន់បរិបូរណ៍បាទអត់មានអីឈឺក្បាលវាទេគឺស្រួលមកបាច់តែចំណីចឹងហើយបាទអត់មានភ័យខ្លាចវាងាប់ខ្លាចវាឈឺខ្លាចវាក្តៅខ្លួនខ្លាចវាគ្រុនល្ងាខ្លាចវាចេះចោះអីគឺអត់មានទេបងប្អូនអញ្ចឹង
ចឹងហើយបានជាខ្ញុំថាការចំខែបគឺជាជ្រុងមួយសម្រាប់បងប្អូនអ្នកដែលមានចំណាប់អារម្មណ៍ឲ្យបងប្អូនសល់ពេលហ្នឹងហើយសល់ពេលបងប្អូនគួរតែធ្វើទៅណាហើយសម្រាប់ការបង្កាត់ក្តីសម្រាប់របៀបចិញ្ចឹមក្តីបើបងប្អូនមានតម្រូវការហើយបងប្អូនចង់បានចំណេះជំនាញទាំងអស់នោះបងប្អូនអាចសាកសួរបានហើយបងប្អូនអាចកម្មង់ទាំងមេពូជកែបទាំងកែបសាច់យកទៅចិញ្ចឹមបាទយកទៅលក់ឬក៏កម្មង់កូនកែបតែឥឡូវនេះកូនកែបអត់មានទេពីព្រោះពេលវេលាដែលត្រូវបង្កាត់ហ្នឹងគឺហួសពេលហើយអត់ទេពេលនេះគឺវាអស់ហើយផុតការបង្កាត់បែបធម្មជាតិគឺវាអស់រលែងហើយអត់មានអីអាចបង្កាត់បានទៀតទេឆ្នាំ2026ចាប់ពីខែ12ខែ1បាទខែ1ទៅយើងអាចបង្កាត់បានទៀតហើយអញ្ចឹងឆ្នាំ2026ណាខែ1ឆ្នាំ2026ទៅគឺចាប់ពីខែហ្នឹងទៅបងប្អូនអាចបង្កាត់បានហើយគឺយើងអាចមានកូនកែបយើងអាចមានកែបសាច់បន្តទៀតបានណាអញ្ចឹងណាអាហ្នឹងគឺអញ្ចឹងឯងអូខេអញ្ចឹងវីដេអូហ្នឹងនាំជូនបងប្អូនប៉ុណ្្នឹងហើយបាទហើយបងប្អូនឃើញណាការវិវត្តនៃកង្កែបរបស់យើងណាធំប៉ុណ្ណាបងប្អូនមើលមួយសប្តាហ៍មុនកង្កែបនេះគឺរាងតូចទេប្រព័ន្ធកដៃគោក្មេងទេតែឥឡូវនេះប៉ុនកដៃមនុស្សធំហើយក៏មានធំជាងកដៃមនុស្សធំផងដែរញ៉េវាប្រែប្រួលលឿនអញ្ចឹងការដែលយើងមានការវិវត្តទៅអញ្ចឹងវាចូលកន្លះខែហើយតាំងពីកូនមកបាទអញ្ចឹងមួយខែថ្ងៃសៅរ៍អាទិត្យនេះយើងចូលកន្លះខែចូលកង្កែបសាច់កង្កែបនេះកន្លះខែអញ្ចឹងយើងតា4អាទិត្យយើងអាចរកផលបាននេះកង្កែបនេះតែ2អាទិត្យទៀតយើងមើលឃើញថាអូអាចវាយចេញបានណាសម្រាប់កង្កែបបោកកង្កែបអីវាយចេញបានណា2អាទិត្យទៀតបាទតែកង្កែបដែលពេញគីឡូរបស់គេសម្រាប់ដែលយើងអាចលក់បានគឺកង្កែបដែលមានទំហំទម្ងន់4 5 6 1គីឡូចន្លោះប៉ុណ្ណឹង4 5 6 1គីឡូតែបើអត់ទាន់បាន4 5 6 1គីឡូទេមិនទាន់ពេញខំទេការលក់ចេញរបស់យើងអត់ទាន់ចំណេញល្អទេតែបើអាចទុកបានចន្លោះ4 5 6 1គីឡូគឺល្អបំផុតហើយតែបងប្អូនភាគច្រើនតែ5 6លក់អស់5 6 7 5 6ភាគច្រើន5 6គឺបងប្អូនលក់វាយចេញអស់ហើយតែអត់ដែលតែបងប្អូនខ្លះក៏ទុករហូតដល់បាន4ណា4 1គីឡូអូខេអរគុណច្រើនហើយបងប្អូនចូលមើលទស្សនាបើចាប់អារម្មណ៍ហើយចង់រៀនសូត្របងប្អូនអាច Subscribe ឬក៏ comment ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត